nhom tê đấy chẳng ngày nó cứ nhom mang vậy account Robloxមួយនេះណាទាំងអស់គ្នាដែលឈ្មោះ account Roblox នេះដែរគឺគាត់មានឈ្មោះថា Cutie Xavier ខ្ញុំមិនដឹងថាខ្ញុំអានត្រូវឬក៏ខុសទេណាទាំងអស់គ្នាអញ្ចឹងមកខ្ញុំអានខុសកន្លែងណាមួយខ្ញុំសូមទោសផងអញ្ចឹងសាច់រឿងរបស់គាត់គឺគាត់បានបង្កើតហ្គេមថ្ងៃមួយគឺគាត់បានបង្កើតហ្គេមមួយអ្នកនរគ្នាខ្ញុំមិនដឹងថាឈ្មោះហ្នឹងឈ្មោះហ្គេមគាត់គឺឈ្មោះអីទេប៉ុន្តែដឹងតែពាក់ព័ន្ធជាមួយម៉ាក់ប៉ាគាត់គឺម៉ាក់ប៉ាគាត់គឺបានសម្លាប់ម៉ាក់គាត់អញ្ចឹងទៅក៏គាត់ធ្វើហ្គេមធ្វើអីបង្កើតហ្គេមបង្កើតអីឲ្យមាន memory ជាមួយគ្នាអញ្ចឹងអ្នកនរគ្នាមានអនុស្សាវរីយ៍មួយគ្នាអីចឹងណាហើយខ្ញុំសូមបញ្ជាក់គឺគាត់មិនមែនជា hacker ទេអ្នកគ្នាគឺជាអ្នកលេង Roblox ធម្មតាដូចយើងទេប៉ុន្តែគ្រាន់តែគាត់មានរឿងផ្សេងពីគ្រួសារគាត់គឺគាត់ធ្វើហ្គេមធ្វើអីចឹងអ្នកគ្នាហើយពេលដែលយើងចូលហ្គេមរបស់គាត់គឺពេលដែលគាត់នៅក្នុងហ្គេមហ្នឹងគឺគាត់នឹងធាក់អ្នកនរគ្នាចេញពីហ្គេមណាគាត់នឹង kick អ្នកនរគ្នាចេញពីហ្គេមអញ្ចឹងទៅបាទអ្នកគ្នាចង់សាក់ចូលលេងអីចឹងអ្នកគ្នាចូលពេលដែលគាត់អត់នៅអ្នកគ្នាពេលដែលគាត់អត់នៅក្នុងវគ្គហ្គេមរបស់គាត់ហ្នឹងណាហើយអ្នកខ្លះក៏និយាយថាប៉ាគាត់នឹងសម្រាប់ម៉ាក់គាត់ហើយបន្ទាប់មកគឺយកសាច់ម្ដាយរបស់Cutie Xavier ហ្នឹងយកមកធ្វើlike កុហកកូនអញ្ចឹងណាអ្នកគ្នាកុហកថាហ្នឹងសាច់ជ្រូកញ៉ាំទៅអញ្ចឹងទុកថាទៅគឺ Cutie Xavier ហ្នឹងគឺគាត់ចង់ញ៉ាំអាសាច់ហ្នឹងទេប៉ុន្តែប៉ាគាត់គឺបខំគាត់Cutie Xavier ហ្នឹងគឺគាត់អត់like មនុស្សគឺអត់ចូលចិត្តសាច់ជ្រូកអីចឹងណាអ្នកគ្នាហើយប៉ាគាត់គឺបានបខំគាត់ឲ្យញ៉ាំសាច់ហ្នឹងប៉ុន្តែតាមពិតគឺប៉ាគាត់កុហកគាត់ទេអាហ្នឹងគឺជាសាច់ម្ដាយរបស់គាត់ដែលប៉ាគាត់សម្លាប់ហើយរឿងនេះគឺតបតែកើតឆ្នាំមុនអ្នកគ្នាគឺថ្ងៃទី16អត់ដឹងខែអីទេណាគេព្រោះគេបានដាក់ខែអញ្ចឹងណាហើយ2023អ្នកទាំងអស់គ្នាហើយមនុស្សមួយចំនួនទៀតពេលហ្នឹងគឺគាត់អូ TikTok ទៅគាត់ឃើញCutie Xavier account TikTok របស់គាត់គឺមានលោតអីញ៉ៃអ្នកគ្នាគឺហើយអ្នកខ្លះទៅគាត់ភ័យគាត់ខ្លាចអីចឹងណាមានអ្នកខ្លះទៀតគឺគាត់បានចូល comment អីចឹងណាគ្នាចូល comment ថាCutie Xavier ហ្នឹងកើតអីមែនlike depression រឿងគ្រួសាររឿងអីមែនគឺសួរច្រើនណាស់គ្នាប៉ុន្តែខ្ញុំសុំនិយាយមិននិយាយព្រោះថាវាច្រើនខ្លាំងពេកហើយគឺ Cutie Xavier ហ្នឹងគឺគាត់មាន reply comment អីទេបន្ទាប់ពីគាត់ផលវីដេអូហ្នឹងហើយគឺមានមនុស្សច្រើនអ្នកមែនតើអ្នកគ្នាចូលក្នុងហ្គេមគាត់ចូលមើលចូលអីចឹងណាចូលមើលថាគាត់កើតអីមែនអីចឹងណាឥឡូវខ្ញុំដាក់វីដេអូអ្នកគ្នាមើល cannot be I don't feel comfortable right now តែអ្នកគ្នាបានឃើញឯងអញ្ចឹងខ្ញុំបាន show វីដេអូអ្នកគ្នាឯងគឺក្នុងហ្គេមគាត់ហ្នឹងគឺពោពេញដល់ទៅឈាមមានអីចឹងអ្នកគ្នាមានមនុស្សស្លាប់មានមនុស្សអីឡើងពេញហ្នឹងហ្មងហើយមានអ្នកខ្លះទៀតពេលដែលគាត់ចូលទៅដល់ទៅបានឃើញនេះអីចឹងអ្នកគ្នាដូចឃើញក្នុងវីដេអូចឹងគឺ Cutie Xavier ហ្នឹងគឺគាត់មិននិយាយថា help me ប៉ុន្តែគឺគេអត់ទាន់ដឹងថាគាត់កំពុងតែកើតអីទេហើយសម្រាប់រឿងនោះដែរក៏ខ្ញុំអត់ដឹងថាប៉ិតឬក៏គេប្រែងលេងដើម្បី like trick យើងtroll យើងអីចឹងអ្នកគ្នាខ្ញុំអត់ទាន់ដឹងច្បាស់ទេហើយតាំងពីនឹងមកគឺខ្ញុំអត់មានណាគេដឹងដំណឹងថាCutie Xavier ហ្នឹងទៅណាហើយទៅណាហើយចឹងអ្នកគ្នាអ្នកខាងទៀតក៏បាននិយាយថាCutie Xavier ហ្នឹងគឺគាត់បាត់ស្លាប់បាត់ហើយអ្នកខ្លះទៀតនិយាយថាគឺគាត់បាត់ខ្លួនបាត់អីចឹងទៅអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាសម្រាប់ការគាំទ្រហើយបើណាគេចង់ឲ្យខ្ញុំនិយាយពីណាគេទៀតអាច comment នៅក្នុងវីដេអូហ្នឹងបាន Hope you have a nice day អ្នកគ្នា Bye bye and stay safe